តាមការប្តឹងពីពលរដ្ឋតាមរយៈលេខទូរស័ព្ទអន្តរកម្មសង្គ្រោះបន្ទាន់ Hotline 1292កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺបានធ្វើការបង្ក្រាបនិងឃាត់ខ្លួនបានជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀនក្នុងភូមិសាស្ត្រក្រុងច្បារមូលដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រីមេងស្រុនមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀនស្ថិតនៅភូមិស្នោទី1សង្កាត់រកាធំក្រុងច្បារមូលខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង 15:30 នាទីរសៀលថ្ងៃទី 30 ខែមិថុនាឆ្នាំ 2026 កន្លងមកនេះក្រុមការងារប្រចាំមណ្ឌលប្រតិបត្តិការ Hotline 1292 24 ម៉ោងលើ24ម៉ោងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានទទួលការហៅចូលពីបងប្អូនប្រជាពលរដ្ឋឈ្មោះកុងច័ន្ទស្រីម៉ៅភេទស្រីអាយុ41ឆ្នាំលេខទូរស័ព្ទ088 78 25 749បានរាយការណ៍និងប្តឹងសុំកិច្ចអន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺពាក់ព័ន្ធករណីគ្រឿងញៀនស្ថិតនៅភូមិស្នោទី1សង្កាត់រកាធំក្រុងច្បារមូលខេត្តកំពង់ស្ពឺបន្ទាប់ពីទទួលបានព័ត៌មានអំពីហេតុការណ៍នេះកម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមូលបានចុះទៅដល់ទីកន្លែងកើតហេតុនិងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ភ្លាមនៅនឹងកន្លែងជនសង្ស័យមានឈ្មោះគង់បញ្ញាភេទប្រុសអាយុ37ឆ្នាំមុខរបរមិនពិតប្រាកដមានទីលំនៅបច្ចុប្បន្នភូមិស្នោទី1សង្កាត់រកាធំក្រុងច្បារមូលខេត្តកំពង់ស្ពឺជាលទ្ធផលកម្លាំងកងរាជអាវុធហត្ថចាប់យកវត្ថុតាងបានរួមមានម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន1កញ្ចប់ទម្ងន់ 0.79 ក្រាមនិងកញ្ចប់បារីសម្រាប់ជក់គ្រឿងញៀនចំនួន1បច្ចុប្បន្នជនសង្ស័យខាងលើរួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺកសាងសំណុំរឿងបញ្ជូនទៅសាលាដំបងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី